ណាសូមញាតិញោមពុទ្ធបរិស័ទជ្រាបថាក្នុងមួយជីវិតរបស់យើងនឹងត្រូវជួបនៅរឿងរ៉ាវ8មុខណាក៏ដែលហៅថាលោកធម៌អាត្មាធ្លាប់បានសម្ដែងជាច្រើនដងហើយប៉ុន្តែសម្ដែងទីនេះទៀតទៅណាក៏ដើម្បីជាធម្មទានដើម្បីជាការពុញ្ញស្មារតីពុទ្ធបរិស័ទទាំងអស់គ្នាថាក្នុងមួយក្រសែជីវិតរបស់យើងតាំងពីថ្ងៃកើតរហូតដល់ថ្ងៃដែលយើងលាចាកលោកនេះទៅវិញយើងត្រូវជួបនៅរឿង8មុខដែលហៅថាលោកធម៌ទី1គឺការបានលៀបសក្ការៈទី2គឺការបាត់បង់លៀបសក្ការៈទៅវិញទី3គឺការបានយស័ក្តិទី4គឺការបាត់បង់នយោស័ក្តិទី5គឺការសរសើរទី6ការនិន្ទាទី7សេចក្តីសុខទី8សេចក្តីទុក្ខណាញាតិញោមមួយជីវិតរបស់យើងទាំងបុរសទាំងស្ត្រីទាំងភិក្ខុសាមណេរទាំងអ្នកកាន់សាសនាណាក៏ដោយឲ្យតែកើតមានជីវិតនៅក្នុងលោកនេះត្រូវតែជួបនឹងរបស់8មុខនឹងដូចគ្នាមានលៀបបាត់លៀបមានហេងមានសយមែនទេញាតិញោមថ្ងៃខ្លះទៅហេងទៅថ្ងៃខ្លះសយទៅអ្នកឈ្មោះហេងក៏សយដែរមិនអញ្ចឹងញាតិញោមណោះហ្នឹងហើយមិនមែនហេង24ម៉ោងហេងមួយខែ30ថ្ងៃហេង365ថ្ងៃទេប្រកាសជាមានថ្ងៃណាមួយជួបនៅរឿងរ៉ាវដែលត្រូវបាត់បង់លៀបសក្ការៈទៅវិញដូចគ្នាទាំងអស់ណាញាតិញោមមានលៀបបាត់លៀបមានសរសើរមាននិន្ទាពេលខ្លះទៅក៏បានទទួលនៅការសរសើរពេលខ្លះទៅក៏បានទទួលនៅការនិន្ទាពេលខ្លះក៏បានយុះស័កឡើងបនឡើងស័កទៅពេលខ្លះក៏ត្រូវធ្លាក់បនធ្លាក់ស័កមកវិញទៅមួយជីវិតរបស់យើងនឹងគឺអញ្ចឹងញាតិញោមណាមានសុខមានទុក្ខអញ្ចឹងយើងត្រូវត្រៀមខ្លួនរងចាំដោះស្រាយនៅរឿងទាំង8មុខហ្នឹងកាលណាបើយើងជួបប្រទះនឹងលៀបសក្ការៈពេលដែលយើងបានលៀបសក្ការៈច្រើនរស់ស៊ីមានបានទៅសបាយពេញចិត្តខ្លាំងនៅពេលដែលយើងរស់ស៊ីខាតបាត់បង់លៀបសក្ការៈទៅវិញក៏មានសេចក្តីទុក្ខខ្លាំងដែរញាតិញោមអ្នកខ្លះរស់ស៊ីខាតរហូតដល់ទៅចងកសម្លាប់ខ្លួនក៏មានដែរព្រោះតែរឿងខាតបង់ទ្រព្យសម្បត្តិឃើញនៅពេលដែលរកស៊ីមានបានត្រេកអរសប្បាយពេញចិត្តធ្វេសប្រហែសភ្លេចខ្លួននៅពេលដែលបាត់បង់លៀបសក្ការៈនៅពេលដែលយីអ៊ុនដាក់នៅពេលដែលត្រូវសោយរកស៊ីបងខាតខូចចិត្តរហូតដល់ទៅសម្លាប់ខ្លួនញាតិញោមតាមពិតយើងមិនគួរសម្លាប់ខ្លួនទេណាកុំសម្លាប់ខ្លួនអីញាតិញោមនេះជារឿងពិតរបស់ជីវិតដូចគ្នាទាំងអស់មិនថាខ្មែរយើងមិនថាជនជាតិណាទេសាសនាក៏ដោយឲ្យតែកើតមកនៅក្នុងពិភពលោកនេះហើយគឺដូចគ្នាទាំងអស់នឹងហើយធម៌ព្រះសម្មាសម្ពុទ្ធនឹងគឺជាសច្ចធម៌ជាមេរៀនសាកលមួយដែលព្រះពុទ្ធសម្ដែងពីរឿងពិតរបស់ជីវិតមិនមែនសម្ដែងសម្រាប់តែយើងអ្នកកាន់ពុទ្ធសាសនាឬជនជាតិខ្មែរយើងទេព្រះអង្គសម្ដែងមកសម្រាប់មនុស្សសត្វទូទៅទាំងអស់អញ្ចឹងញាតិញោមអ្នកណាក៏មានលៀបបាត់លៀបមានសុខមានទុក្ខមានតសើមាននិន្ទាអញ្ចឹងញាតិញោមស្ដាប់តាមសារព័ត៌មានមើលទៅព័ត៌មានពិភពលោកនេះណាព្រោះកាប់សម្លាប់ធ្វើសង្គ្រាមបង្ហូរឈាមគ្នាគ្រប់ទីកន្លែងទាំងអស់ណាអញ្ចឹងយើងត្រូវរៀនព្រះធម៌នឹងឯងដើម្បីដោះស្រាយនៅបញ្ហានៅពេលដែលយើងបានលៀបសក្ការៈរកស៊ីមានបានយើងកុំឲ្យធ្វេសប្រហែសភ្លេចខ្លួនភ្លេចភ្លាំងស្មារតីភ្លេចភ្លាំងស្មារតីហើយយើងត្រូវត្រៀមខ្លួនរងចាំទទួលថាក្នុងមួយជីវិតរបស់អាត្មាអញមិនដែលហេងរហូតទេប្រកាសជាមានថ្ងៃសយឥឡូវថ្ងៃនេះរកស៊ីមានបានកាក់កបចុះថ្ងៃណាមួយអាត្មាអញត្រូវបងខាតទៅវិញតើត្រូវដោះស្រាយយ៉ាងណានេះត្រូវកុំភ្លេចត្រៀមខ្លួនចាំដោះស្រាយអាកន្លែងនឹងផងញាតិញោមណាបើរកស៊ីបានចំណេញសូមកុំភ្លេចរឿងខាតបើមើលឃើញស្អាតសូមកុំភ្លេចរឿងស្អប់ធម្មតាថ្ងៃនឹងយប់គឺជាគូនឹងគ្នាណាញាតិញោមពីព្រោះនៅក្នុងលោកយើងនេះវាតែងមានធัวគូគ្នាទាំងអស់ញាតិញោមណាប៉ុមានស្រីមានប្រុសមានសើចមានយមមានកើតចាស់ឈឺស្លាប់អញ្ចឹងឯងអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធពេលដែលព្រះអង្គរៀបរំលត់ខណ្ឌចូលកាន់បរិនិព្វានទៅញាតិញោមឃើញភិក្ខុសាមណេរពុទ្ធបរិស័ទយំយែកស្រែកទួញច្រើនណាស់ជាពិសេសព្រះអានន្ទយំច្រើនជាងគេ
ចេះដឹងធัวក៏ច្រើនជាងគេស្រឡាញ់ព្រះអង្គក៏ច្រើនជាងគេយំក៏ច្រើនជាងគេដែរណាដោយបងប្រុសគាត់មានប្រសាសន៍មុននេះអំបញ្ញមិញអញ្ចឹងថាខ្ញុំកណានៅតែសម័យឃើញអ្នកម្ដាយនៅនឹងមុខនេះដោយសារទឹកចិត្តគោរពស្រឡាញ់ម្ដាយមិនចង់ឲ្យម្ដាយព្រាត់ទៅគឺរឿងនឹងឯងញាតិញោមណាមិនចង់ឲ្យអ្នកម្ដាយព្រាត់ទៅដោយសារគោរពស្រឡាញ់ម្ដាយចឹងទៅដេកដើរគ្រប់អិរិយាបថទាំង4នឹងចេះតែស្រមៃឃើញម្ដាយគ្រប់ពេលគ្រប់វេលាទាំងអស់មិនមែនបានសេចក្តីថាវិញ្ញាណឬក៏ប្រលឹងគាត់អីនៅវិលវល់មិនទៅរកកន្លែងចាប់ជាតិអីមិនមែនទេព្រោះតាមធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងកាលណាបើជោតិហើយត្រូវតែបដិសន្ធិហើយព្រោះបើបដិសន្ធិជាអ្វីមិនដឹងទេទៅតាមការរៀបចំរបស់កម្មប្រសិនបើបុណ្យកុសលរៀបចំឲ្យបានកើតនៅក្នុងសុគតិភពកើតជាមនុស្សកើតជាទេវតាអញ្ចឹងទៅបើជាអកុសលកម្មឲ្យកើតនៅក្នុងអបាយភូមិកើតនៅក្នុងនរកកើតនៅក្នុងប្រែតអសូរកាយសត្វដេរឆានទៅណាព្រោះទៅតាមការរៀបចំចាត់ចែងរបស់កម្មពេលនោះឯងព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គបានមានព្រះពុទ្ធដីកាប្រាប់ទៅដល់ភិក្ខុទាំងឡាយប្រាប់ទៅដល់បរិស័ទទាំងឡាយថាមនាលអ្នកទាំងឡាយកុំយំសោកសៅអីកុំស្ដាយស្រណោះអាឡោះអាល័យតថាគតធ្វើអីធម្មតាសង្ខារធัวទាំងឡាយតែកាលណាកើតឡើងហើយតែងតែវិនិច្ឆ័យតែងតែប្រែប្រួលតែងតែសាបសូន្យទៅវិញជាធម្មតាអញ្ចឹងឯងព្រះសម្មាសម្ពុទ្ធបានប្រជញ្ញប្រមាណញាតិញោមលោកចាព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងណាព្រោះបានប្រជញ្ញ80ព្រះវស្សាចូលលោកយាយឧបាសិកាបានជន្មាយុប្រមាណបាន82ឆ្នាំឃើញទេហើយចាំមើលយើងសកលក្រោយដឹងបានអាយុប្រហែលលោកយាយអត់មើលទៅបើឈឺច្រើនយ៉ាងនេះណាញាតិញោមណាក្មេងសកលក្រោយក្មេងចំនួនក្រោយហ្នឹងមិនសូវមានអាយុវែងមិនសូវមានអាយុច្រើនដូចចាស់ចំនួនមុនទេណាវាមានរឿងរ៉ាវច្រើនណាស់ដោយសារកត្តាមហូបចំណីដោយសារបរិស្ថានដោយសារសេចក្តីប្រមាទជួនកាលយើងប្រមាទដូចយុវវ័យអញ្ចឹងទៅប្រព្រឹត្តអបាយមុខលបែងស្រីលបែងស្រាលបែងស៊ីសងគ្រប់ប្រភេទជិះម៉ូតូជិះឡានលើសលបឿនកំណត់វ៉ាប្រជែងប៉ណាំងគ្នាទៅគ្រោះថ្នាក់ចរាចរណ៍អាចអាយុខ្លីដែរញាតិញោមឃើញទេបនជួយអត់បានទេនឹងហើយដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាកុំឲ្យមានសេចក្តីប្រមាទថែទាំសុខភាពផ្លូវកាយហើយមានអនាម័យហើយត្រូវអប់រំផ្លូវចិត្តកុំប្រព្រឹត្តអបាយមុខលបែងស្រីលបែងស្រាលបែងស៊ីសងគ្រប់ប្រភេទទាំងអស់ញាតិញោមណាពិសាស្រាក៏ខូចសុខភាពពិសាបារីក៏ខូចសុខភាពដែរលោកគ្រូពេទ្យប្រាប់មកអញ្ចឹងណាចម្រើនពរហ្នឹងហើយគ្រោះថ្នាក់សុខភាពដោយសារស្រាដោយសារគ្រឿងញៀននឹងឯងធ្វើឲ្យយើងខូចសុខភាពដែរចម្រើនពរហ្នឹងហើយត្រូវថែសុខភាពណាញាតិញោមពុទ្ធបរិស័ទរក្សាសិលធ្វើបុណ្យធ្វើទានហើយត្រូវចេះថែរក្សាសុខភាពផងកាលណាបើយើងគ្រាន់តែធ្វើបុណ្យធ្វើទានហើយយើងអត់បានថែរក្សាសុខភាពយើងឲ្យបានល្អក៏សុខភាពមិនល្អអាយុអត់វែងដែរញាតិញោមណាហ្នឹងហើយដោយព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងកាលដែលព្រះអង្គនៅជាព្រះបរមពុរិស័ទញាតិញោមមើលព្រះអង្គធ្វើទុក្ករកិរិយា6ឆ្នាំអត់សោយចង្ហាន់ទេតលស្គមរីងរេញាតិញោមធ្លាប់ឃើញព្រះសង្រួមទេញាតិញោមព្រះសង្រួមនោះស្គមមេធាត់ចម្រើនពរសុទ្ធតែស្បែកឆ្អឹងជំនីរវីមរវាមរគីមរគៀមឃើញទេអត់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទេនេះជាមិច្ឆាបដិបទាព្រះអង្គសម្ដែងណាពោកុំថាឡើយ6ឆ្នាំសូម្បីព្រះអង្គធ្វើទុក្ករកិរិយានឹងរហូតអស់បជនរហូតទាល់តែព្រះអង្គសុគតទៅទៀតក៏អត់បានត្រាស់ជាពុទ្ធដែរចម្រើនពរទាល់តែព្រះអង្គងាកមកប្រតិបត្តិទៅតាមផ្លូវកណ្ដាលតាមផ្លូវមជ្ឈិមាបដិបទាវិញទៅណាពោសោយចង្ហាន់ទៅចង្ហាន់នឹងជួយទ្រទ្រង់ឲ្យរូបរាងកាយព្រះអង្គនឹងមានកម្លាំងកំហែងមានស្បែកឈាមសរសៃឡើងវិញបដិបត្តិធម៌ទៅបានសម្រេចដោយគោលបំណងញាតិញោមណាចម្រើនពរប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមត្តញ្ញុតាជាផាត់តាស្មឹងបរិភោគចំណីអាហារនឹងត្រូវស្គាល់ប្រមាណដែរ
កាលណាបើយើងបរិភោគច្រើនពេកលើសចំណុះលើសកំណត់អាហ្នឹងក៏ខូចសុខភាពដែរណាបរិភោគឲ្យល្មមឲ្យទៀងទាត់ពេលវេលាណាញាតិញោមហ្នឹងហើយពិសាអាហារហ្នឹងឲ្យទៀងទាត់ពេលវេលាពេលព្រឹកម៉ោងប្រមាណត្រូវពិសាពេលថ្ងៃត្រង់ត្រូវពិសាម៉ោងប្រមាណពេលល្ងាចត្រូវពិសាម៉ោងប្រមាណឲ្យទៀងពេលវេលាអញ្ចឹងទៅដើម្បីឲ្យសុខភាពបានល្អកុំឲ្យខូចកាពះណាថ្មីត្បិតថាអាហារហ្នឹងវាជួយយើងឲ្យមានជីវិតរស់នៅក៏ពិតមែនហើយប៉ុន្តែកាលណាបើយើងបរិភោគច្រើនជ្រុលបរិភោគខ្វះអនាម័យបរិភោគមិនទៀងទាត់ពេលវេលាក៏អាចគ្រោះថ្នាក់ដល់សុខភាពយើងដែរឃើញទេព្រះពុទ្ធសាសនានឹងមិនមែនបដៅយើងតែពីរឿងទៅបរៈលោកទៅជាតិខាងមុខទេគឺជីវិតបច្ចុប្បន្ននេះឯងណាព្រះសម្មាសម្ពុទ្ធសម្ដែងពីជីវិតបច្ចុប្បន្នផងជីវិតទៅបរៈលោកផងធ្វើម៉េចធ្វើជីវិតយើងបច្ចុប្បន្ននឹងឲ្យបានរស់នៅប្រកបដោយសេចក្តីសុខសេចក្តីចម្រើនរស់នៅជាមួយក្រុមគ្រួសារស្វាមីភរិយាកូនប្រុសកូនស្រីត្រូវប្រកបដោយធម៌ស្វាមីត្រូវស្មោះត្រង់ជាមួយភរិយាត្រូវស្មោះត្រង់ជាមួយស្វាមីត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អភរិយាក៏ត្រូវបំពេញតួនាទីរបស់ខ្លួនកូនប្រុសស្រីក៏ត្រូវបំពេញតួនាទីរបស់ខ្លួនមេត្តាបិតាមានកូនប្រុសស្រីហើយត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អត្រូវមានព្រហ្មវិហារធម៌ចំពោះកូនប្រុសស្រីចម្រើនពរកាលណាយើងមានធម៌ទាំងអស់គ្នាទៅស្វាមីក៏មានធម៌ភរិយាក៏មានធម៌ណាដូចទេវតាប្រុសនៅជាមួយទេវតាស្រីឃើញទេបានសុខសេរីសួស្តីល្អកល្អឿនរហូតចាស់ព្រឹតចាស់ព្រេងខំជែករបូតខំពោតរបេះខ្មោចទាល់តម្រេះធ្វើលែងត្រូវណាលោកអាចារ្យហ្នឹងហើយដោយសារមានធម៌ទាំងអស់គ្នាស្វាមីក៏មានធម៌ភរិយាក៏មានធម៌សង្គ្រោះគ្នាទៅវិញទៅមកប្រកបដោយធម៌មេត្តាករុណាអត់ប្រើអំពើហិង្សាដាក់គ្នាអត់បន្ទុះសារាយបៀតបៀនគ្នាទេស្មោះត្រង់នឹងគ្នាអញ្ចឹងទៅបានសុខសេរីសួស្តីហើយចម្រើនពរណា